ក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីឆ្នាំងសាកអាគុយអាចសាកបានចាប់ពី4.5 អាំពែទៅដល់200 អាំពែមានន័យថាអាគុយម៉ូតូអាគុយអីហ្នឹងសាកបានហើយអាគុយប្រភេទអាគុយធំអាគុយឡានក៏សាកបានហើយវ៉លវាអាចសាកបានអាគុយ6វ៉លអាគុយ12វ៉លនិងអាគុយ24វ៉លហ្នឹងសាកបានអានេះមុខងារវាគឺច្រើនគឺយើងទៅគៀបប៉ះគ្នាអញ្ចឹងគៀបប៉ះគ្នាអញ្ចឹងគឺវាអត់ឆេះទេនេះគឺវាលោតភ្លើងនេះដល់ពេលលោតភ្លើងអញ្ចឹងដើម្បីឲ្យវាដំណើរការវិញយើងដកភ្លើងព្រីនេះមកយើងដកចេញមកឲ្យវាលត់ពេលលត់មកយើងចាប់ភ្លើងទៅវិញនេះដោតទៅវិញមកវាឡើងលោតភ្លើងហ្នឹងហើយចាំមើលខ្ញុំចាប់អាគុយនេះឥឡូវខ្ញុំចាប់ខុសឧទាហរណ៍ថាចាប់ខុសអានេះចាប់ខ្មៅចាប់ខាងបោកអានេះចាប់ខាងដកវិញវាជ្រះនិយាយវិញខ្ញុំចាប់ឲ្យមើលនេះពេលចាប់ខុសវាលោតភ្លើងអានេះភ្លើងកំហុសនេះភ្លើងកំហុសវាលោតនេះអាហ្នឹងបញ្ហាខុសផ្សេងយើងឧទាហរណ៍ទៅយើងចាប់ច្រឡំឬក៏វាមានបញ្ហាអីផ្សេងទៅគៀបអីប៉ះគ្នាទៅវាលោតអត់ដំណើរការទេដើម្បីដំណើរការយើងដកភ្លើងវាអត់លត់វិញតទៅពេលលត់វិញហើយយើងដោតវាវិញមកនេះដោតវិញមកតមកយើងចាប់តគៀបសាកអាគុយមើលខ្ញុំសាកឲ្យមើលអានេះខ្ញុំចាប់ត្រូវនេះចាប់ត្រូវនេះដល់ពេលចាប់ត្រូវទាំងហាលវាចាប់ដើមវល់ដំណើរការសាកវាចាប់ដើមនេះប្រភេទសាកលឿនធំជាង40អាំពែនេះសាកលឿនភ្លើងកំពុងអាសាកនៅពេលចំណុចនេះអំពូលលើគេសាកពេញលោតភ្លើងនេះវាលោតភ្លើងនឹងហើយទាំងហាអត់វល់ទេអាហ្នឹងនៅពេលដែលសាកលឿនហើយអាប៊ូតុងនេះគឺប៊ូតុងប្រភេទrepair អាគុយដែលវាអស់ពេកអីចឹងយើងចុចនេះយើងចុចមកនេះមកវាមានតែអាគុយភ្លើងអាគុយយើងអស់ពេកហ្នឹងទៅយើងចុចយក repair ហ្នឹងបើវាសាកចូលបើ repair ឲ្យនៅសាកចូលទេអាគុយនឹងខូចហើយនេះយើងយកសាកហ្នឹងមករឿងសាកលឿនអានេះវាកំពុងដំណើរការត្រួតពិនិត្យអាគុយយើងភ្លើងវាលោតចេះមានន័យថាវាកំពុងត្រួតពិនិត្យអាគុយយើងថាអាគុយយើងហ្នឹងប្រភេទ12វ៉លឬក៏24វ៉លឬក៏6វ៉លវាកំពុងដំណើរការអញ្ចឹងមានន័យថាវាកំពុងត្រួតពិនិត្យអាគុយទេអានេះភ្លើងចេះតពីមួយនាទីក្រោយមកវាលោតចេញវ៉លចេញពែចេញកម្លាំងសាកអីឲ្យលើនៅលើអេក្រង់ហ្នឹងហើយអាហ្នឹង brand របស់គេនេះកាយបោនេះម៉ាកកាយបោហើយតម្លៃវា140,000មិត្តភ័ក្តិបងប្អូនណាត្រូវការអាចឆាតតាម TikTok ក៏បាន Telegram ក៏បាននេះរូបរាងវាខ្ញុំបង្ហាញមើលទាំងហាលវាបើកខ្យល់ជាងខាងនេះបើកខ្យល់ចាំមើលវាដល់ពេលវាលោតភ្លើងចូលធម្មតាចាំមើលខ្ញុំដាក់ភ្ជាប់វីដេអូឲ្យមើលឥឡូវនេះវាដំណើរការចាប់វល់អាគុយបានហើយវាលោតសាកធម្មតានេះវាលោតសាកហើយចាំមើលលេខរបស់វា 14.6 វ៉លកំពុងសាកកម្លាំងសាកវា2អាំពែនេះកំពុងសាកចូលអាគុយនឹងសាក2អាំពែនេះហើយបាន 54% អាគុយនេះ 54% មានភាគរយមើលនេះ2អាំពែ 54% 14.6